ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រវាងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមជាមួយនឹងសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំបាទដែលនេះគឺជាការប្រកួតជើងទី1នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុបាទជាទឹកដីរបស់ក្រុមបាល់ទាត់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមការប្រកួតចាប់ផ្ដើមនៅម៉ោង 3:30 នាទីហើយនេះគឺជាការប៉ុនប៉ងដំបូងបាទ rebound មករត់ទៅថែមតែមិនបានសម្រេចទេអ្នកចាំទីទឹកហាំណាវ៉ៃលឿនជាងបាទក៏សោបបាល់ជាប់បន្តមកទៀតមានបាល់ free kick ហើយក៏ឈរតែម្នាក់ឯងផ្ដួលខ្លួនបាទទាត់បញ្ចូលទីបានយ៉ាងល្អដោយកីឡាករមូហាម៉ាត់មូស្តាហ្វាគ្រាប់បាល់នាំមុខរបស់ក្រុមភ្ញៀវខេត្តត្បូងឃ្មុំនិងជាក្រុមការពារតំណែងជើងឯកបាទខ្សែការពារបាទភ្លេចមើលមូហាម៉ាត់មូស្តាហ្វាដែលឈរពីក្រោយតែម្នាក់ឯងបាទចង់អត់មានការរំខានទេត្រង់នេះកាល់ហ្វីនបាទប្រើបច្ចេកទេសរបស់ខ្លួនចូលជើងឆ្វេងបាទយាទាត់យកតែម្ដងតែរំលងរបស់ទីបន្តមកទៀតក៏មានការប៉ុនប៉ងបាទហើយក៏ទម្លាក់ឲ្យដល់ជាណាវិនបាទប៉ែនទៅពីសារីតៃម៉ូតែទឹកហាំណាវ៉ៃជាអ្នកសង្គ្រោះបានបាទទម្លាក់នេះទំនងណាស់ឈរទាត់តែម្ដងបាទណាវ៉ៃជាអ្នកសង្គ្រោះបានបាទហើយនេះគឺកីឡាករសារីតៃម៉ូគាត់ស្ទើរជាងអពុយបន្តិចបាទអញ្ចឹងធ្វើការបញ្ជាបាននោះមិនបានល្អទេចប់វគ្គទី1ត្បូងឃ្មុំនៅមុខកំពង់ចាមជាម្ចាស់ផ្ទះ1-0ការប្រែប្រួលនៅវគ្គទី2គឺបន្ទាប់ពីត្បូងឃ្មុំបាទនាំមុខក្នុងការវិលត្រឡប់មកវិញកំពង់ចាមដូរកីឡាករ3នាក់ហើយក៏បង្កើតឱកាសត្រង់នេះដែលធ្វើឲ្យកីឡាករកសឹមនេរ៉ាទីនរកបានគ្រាប់បាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី57បាទចោះទៅបាទអ្នកចាំទីចេញមកគៀសផុតផ្ដួលខ្លួនទាត់បញ្ចូលទីបានយ៉ាងល្អបាទចឹងបាល់កាត់ពីឆ្វេងពីស្ដាំពិបាកលេងជាមួយត្បូងឃ្មុំបន្តិចតែបាល់ចោះបែបនេះចលនាត្រូវគឺធ្វើឲ្យកំពង់ចាមមានឱកាសបាទតាមស្មើវិញខាឡូទាត់បាទរបស់កាវហ្វីនទាំងនេះមិនចំគោលដៅទេទៀតមកបាទទើបតែងើបឡើងវិញបាទទាត់យកតែម្ដងសម្រាប់បាទបាល់ free kick ត្រង់នេះ Forsi Fidus បាទជាអ្នកបញ្ជូនហើយបាទសុក្រីអ៊ីសានជាអ្នករត់ទៅតែបាទដាក់ក្បាលបត់មិនចំបាល់គាត់ស្មានអត់ត្រូវបាទទៅតែម្នាក់ឯងត្រង់នេះបាទឲ្យទៅប៉ះបាល់គឺអាចមានលទ្ធភាពចូលទីទៅហើយតែមិនបានសម្រេចទេ